របាយការណ៍នេះគឺមិនបានឆ្លុះបញ្ចាំងអំពីទស្សនវិជ្ជាជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជានោះទេរបាយការណ៍នេះគ្រាន់តែមើលមួយជ្រុងហើយធ្វើការវិតម្លៃសន្និដ្ឋាននិងវិប្រហារចោតប្រកាន់បន្តោសបង្អាប់មកលើរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាតែម្ដងហើយនិយាយជារួមគឺបន្តោសបង្អាប់មកលើកម្ពុជារបស់យើងមិនពិបាកមើលទៅលើចេតនានៃរបាយការណ៍នេះទេតើរបាយការណ៍នេះទទួលបានលុយដែលឲ្យធ្វើរបាយការណ៍នឹងមកពីណាបើយើងមើលលើរបាយការណ៍នេះយើងអាចដឹងបានបាត់ទៅហើយថារបាយការណ៍នេះមានប្រភពមកពីណាអញ្ចឹងចេតនាបន្តោសបង្អាប់ជាចេតនាយកនៅបញ្ហាភូមិសាស្ត្រនយោបាយមកបង្អាប់ប្រទេសកម្ពុជាតែប៉ុណ្ណោះជាពិសេសវាយប្រហារមកលើគណៈបកប្រជាជនកម្ពុជានិយាយបែបនេះយើងមិនមែនបដិសេធថាប្រទេសកម្ពុជារបស់យើងមិនមានឧក្រិដ្ឋកម្មឆ្លងដែននោះទេយើងទទួលស្គាល់ថាយើងមានឧក្រិដ្ឋកម្មឆ្លងដែនមិនមែនជាបញ្ហាមួយឧក្រិដ្ឋកម្មឆ្លងដែននេះកើតឡើងចំពោះតែប្រទេសកម្ពុជាឡើយវាជាបញ្ហាស្មុគស្មាញរបស់ពិភពលោកទាំងមូលឧក្រិដ្ឋកម្មនេះវាកើតឡើងពីពេញពិភពលោករួមទាំងតំបន់អាស៊ីអាគ្នេយ៍របស់យើងប្រទេសជិតខាងរបស់យើងក៏កំពុងតែឈឺក្បាលនឹងបញ្ហាឧក្រិដ្ឋកម្មនេះដែរដែលតម្រូវឲ្យយើងរួមគ្នាដោះស្រាយបញ្ហានេះជាលក្ខណៈអន្តររដ្ឋាភិបាលពីព្រោះយើងដឹងហើយថាឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធអនឡាញឧក្រិដ្ឋជននេះមានការបំលាស់ទីឬក៏មានឱកាសងាយស្រួលក្នុងការប្រព្រឹត្តនៅបទល្មើសណាស់ដោយសាររត់ពីប្រទេសមួយទៅប្រទេសមួយឬក៏ការប្រើប្រព័ន្ធបច្ចេកវិទ្យាដូច្នេះវាតម្រូវឲ្យសហការគ្នាហើយកម្ពុជាទៀតសោតជាប្រទេសមួយដែលរងគ្រោះដោយសារឧក្រិដ្ឋកម្មឆ្លងដែននេះទេដែលកើតចេញពីការបង្កផ្សេងកើតឡើងមកលើកម្ពុជារបស់យើងចុះហេតុអ្វីបានជាគេមិននិយាយពីបញ្ហានេះនៅក្នុងប្រទេសដទៃដែលកំពុងកើតមានឡើងផងដូច្នេះយើងអាចមើលទៅលើចេតនាពិតប្រាកដនៃរបាយការណ៍នេះក្នុងរូបភាពបែបណាពីព្រោះយើងបានឃើញហើយរបាយការណ៍ចោទថារដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាគឺបណ្តែតបណ្ដោយបើកដៃតើបើកដៃមែនឬក៏យ៉ាងណាយើងមើលទស្សនវិជ្ជារដ្ឋាភិបាលកម្ពុជាតាំងពីការដឹកនាំរបស់សម្ដេចតេជោនៅជានាយករដ្ឋមន្ត្រីបន្តដោយសម្ដេចធិបតីហ៊ុនម៉ាណែតបានបន្តខិតខំប្រឹងប្រែងក្នុងការប្រឆាំងទៅនឹងអ ក្រិតកម្មនេះយ៉ាងសម្បើមយ៉ាងសកម្មរហូតដល់រដ្ឋាភិបាលអាណត្តិទី7នេះបង្កើតគណៈកម្មការក្នុងការប្រឆាំងទៅនឹងអ ក្រិតកម្មឆ្លងដែននេះទៀតដែលមាននាយករដ្ឋមន្ត្រីសម្ដេចធិបតីជាអ្នកដឹកនាំបញ្ជីផ្ទាល់ជាប្រធានផ្ទាល់ដូច្នេះតើរដ្ឋាភិបាលដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជានឹងគេមិនមានទំនួលខុសត្រូវចំពោះអ្នកបោះឆ្នោតឲ្យចំពោះប្រជាជនរបស់កម្ពុជាទេគេក៏ស្រឡាញ់ប្រទេសជាតិរបស់ខ្លួនដែរហើយយើងកំពុងតែខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនេះហើយដែលយើងរួមគ្នាទាំងអស់មិនថាមិនមែនត្រឹមតែរដ្ឋទទួលខុសត្រូវទេប៉ុន្តែរដ្ឋទាំងអស់ចូលរួមទាំងការអប់រំប្រជាជនកុំឲ្យខ្លាចទៅជាជនរងគ្រោះឬក៏ចូលរួមក្នុងបញ្ហាអក្រិតកម្មឆ្លងដែននេះឬក៏កុំឲ្យខ្លាចជាជនរងគ្រោះពីអក្រិតកម្មឆ្លងដែននេះអញ្ចឹងត្រូវការអប់រំប្រជាជនផងហើយការសហការគ្នាជាអន្តររដ្ឋាភិបាលផងទើបអាចដោះស្រាយបញ្ហានេះបានពីព្រោះវាបញ្ហានេះវាតាក់ទងទៅនឹងអន្តររដ្ឋាភិបាលប្រទេសនីមួយៗធ្វើដាច់ដោយឡែកតែខ្លួនឯងម្នាក់ឯងគឺមិនអាចទៅរួចទេវាទាមទារនឹងការចូលរួមទាំងអស់សារព័ត៌មានការពិតញូព័ត៌មានពិតក្នុងដៃអ្នក